ការបើកអាជីវកម្មនេះដំបូងគឺខ្ញុំហើយនឹងបងអូនស្រីគឺយើងប្រើដើមទុនគ្រួសារសុទ្ធតែម្ដងដូច្នេះនៅពេលដែលយើងចាប់ផ្ដើមដំណើរការបានប្រហែលជា2ឆ្នាំគឺយើងចាប់ផ្ដើមមានការរីកចម្រើនមានការទទួលស្គាល់ច្រើនដូច្នេះការកម្មង់យើងចាប់ផ្ដើមកើនឡើងសមត្ថភាពផលិតនៅក្នុងកន្លែងមួយយើងគឺវានៅមានបរិមាណតិចតួចដែលមិនអាចឆ្លើយតបទៅនឹងតម្រូវការទីផ្សារដូច្នេះហើយទើបយើងសម្រេចចិត្តក្នុងការខ្ចីនៅកម្ចីធនាគារដើម្បីពង្រីកនៅផលិតកម្មនៅក្នុងសហគ្រាសរបស់ខ្ញុំដើម្បីធ្វើយ៉ាងណាយើងឆ្លើយតបទៅនឹងតម្រូវការដែលខ្ញុំគាត់ធ្វើការកម្មង់តាក់ទងជាមួយនឹងកម្ចីអាចថាងាយស្រួលក៏បានអាចថារៀងតឹងបន្តិចក៏បានដែរដោយសារតែការប្រាក់របស់គាត់មានលក្ខណៈពិសេសសម្រាប់តែអាជីវកម្មផលិតកម្មនៅក្នុងស្រុកដូច្នេះពេលដែលខ្ញុំធ្វើការទំនាក់ទំនងទៅដល់គាត់គឺខាងក្រុមការងារគាត់ចុះមកសិក្សាអំពីសក្តានុពលរបស់អាជីវកម្មរបស់ខ្ញុំថាតើពិតជាស័ក្តិសមក្នុងការខ្ចីនៅកម្ចីនោះយកមកពង្រីកមុខរបរមែនអត់បាទអញ្ចឹងពេលហ្នឹងយើងធ្វើការ submit នៅរបាយការណ៍ហិរញ្ញវត្ថុរបស់យើងជូនទៅខាងធនាគារហើយនឹងយើងរៀបចំនៅផែនការអាជីវកម្មរបស់យើងដែលយើងគ្រោងនឹងពង្រីកជាមួយនឹងទំហំកម្ចីដែលយើងត្រៀមនៅកម្ចីអញ្ចឹងក្រុមការងារគេចុះមកធ្វើការជាមួយយើងដើម្បីសិក្សាថាពិតជាស័ក្តិសមនឹងផ្ដល់កម្ចីមកកាន់ក្រុមហ៊ុនរបស់ខ្ញុំមែនដែរឬអត់អញ្ចឹងអាចថាបើសិនជាក្រុមហ៊ុនរបស់យើងរៀបចំនៅប្រព័ន្ធរបាយការណ៍ហិរញ្ញវត្ថុនឹងបានច្បាស់លាស់លក្ខណៈពិសេសមួយដែលជាគុណសម្បត្តិមួយគឺយើងងាយស្រួលក្នុងការស្វែងរកនៅកម្ចីពីខាងស្ថាប័នហិរញ្ញវត្ថុបានងាយស្រួលក្នុងពេលហ្នឹងគឺយើងធ្វើការខ្ចីនៅស្ថាប័នហិរញ្ញវត្ថុហ្នឹងដើម្បីយកមកពង្រីកកន្លែងផលិតកម្មរបស់ខ្ញុំផងក៏ដូចជាការទិញនៅម៉ាស៊ីនដែលមានសមត្ថភាពផលិតធំជាងមុនក៏ដូចជាបច្ចេកវិទ្យាទំនើបជាងមុនហើយបច្ចុប្បន្ននេះគឺយើងបានធ្វើឲ្យអស់ហើយបញ្ជាក់ថាកម្ចីដែលយើងបានខ្ចីហ្នឹងគឺបានប្រើប្រាស់ទៅចំគោលដៅដែលយើងបានគិតទុកពីដំបូងការដែលបង់ត្រឡប់ទៅវិញគឺគាត់ផ្ដល់ជំរឿនឲ្យយើងមានរយៈពេល7ឆ្នាំឬ10ឆ្នាំអាស្រ័យលើជំរឿនដែលយើងចង់បានបាទខ្ញុំគិតថាវាជាការល្អមួយនៅពេលដែលអាជីវកម្មនៅក្នុងស្រុកគាត់ខ្វះទុនក្នុងការពង្រីកអាជីវកម្មរបស់គាត់ហើយមានការ support គ្រប់គ្រងផ្នែកហិរញ្ញវត្ថុពីខាងស្ថាប័នហិរញ្ញវត្ថុក៏ដូចជាខាងរាជរដ្ឋាភិបាលគឺអាចធ្វើឲ្យ SME នៅក្នុងស្រុកក៏ដូចជាអាជីវកម្មរបស់ខ្ញុំអាចមានឱកាសក្រូរីកចម្រើនបានទៅមកកម្រិតលឿនជាងដែលយើងរំពឹងចាំតែចំណូលពីអាជីវកម្មទាំងដុលតងជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុសម្រាប់អាជីវកម្មទូទៅមិនចំពោះតែក្រុមហ៊ុនរបស់ខ្ញុំទេបាទអញ្ចឹងនៅណាវិតានេះជាក់ស្ដែងគឺយើងធ្វើការកត់ត្រាចំណាយចំណូលបានច្បាស់លាស់និងមានការប្រកាសពន្ធបានទៀងទាត់ជារៀងរាល់ខែអញ្ចឹងហើយទើបខ្ញុំអាចតាមដានដឹងថានៅក្នុងខែនេះយើងចំណាយប៉ុណ្ណាចំណូលរបស់យើងចូលប៉ុណ្ណាតាក់ទងជាមួយនឹងការចាយវាទៀតគឺយើងមានការគិតគូរច្បាស់លាស់មានការពិចារណាសម្រេចចិត្តថាត្រូវចាយទៅលើផ្នែកអីហើយមានប្រយោជន៍អីអត់ការចំណាយនឹងទៀតតើវាពិតជាបានផ្ដល់ផលល្អប្រសើរមកកាន់យើងអត់អញ្ចឹងក្រៅតែពីការស្វែងរកកម្ចីពីស្ថាប័នហិរញ្ញវត្ថុណាវិតាក៏យើងមានធ្វើការសហការជាមួយនឹងអង្គការក្រៅរដ្ឋាភិបាលធំៗដើម្បីយើងស្វែងរកការសហការនិងការគ្រប់គ្រងបន្ថែមទៀតធ្វើយ៉ាងណាដើម្បីរុញឲ្យយើងកាន់តែរីកចម្រើនទៅមុខកាន់តែលឿនមកកម្រិតទៀត